មានសង្ឃឹមកាន់តែខ្ពស់ហើយស្អែកនេះលោកតិតឌីណាដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មនឹងជួបដោយផ្ទាល់ជាមួយនឹងលោកទ្រីស៊ីថេងដែលជាអ្នកចិញ្ចឹមមើលថែដំរីដែលមានឈ្មោះថា Lucky បងប្អូនជាទីគោរពនេះអាចថាជាដំណឹងដ៏ល្អមួយហើយអាចថាសង្ឃឹមកាន់តែខ្ពស់បន្តិចទៀតណាបងប្អូនណាដែលអាចឲ្យលោកទ្រីស៊ីថេងវិលមកធ្វើការងារនៅភ្នំតាម៉ៅអាចនៅជាមួយនឹងលាក់គីមើលថែទាំលាក់គីក៏ដូចជាអាចសង្គ្រោះសត្វព្រៃផ្សេងទៀតបន្តទៅទៀតក៏ដូចជាបង្រៀនសត្វដំរីផ្សេងទៀតដែលមកក្រោយចូលទៅខាងទឹកដីភ្នំតាម៉ៅបន្តទៀតអីចឹងទៅព្រោះតាមប្រវត្តិរបស់លោកទ្រីស៊ីថេងហ្នឹងគាត់បានទៅរៀននៅខាងប្រទេសថៃទៅរៀននៅសង្ហបុរីទៅរៀននៅឥណ្ឌាណាតកតងទៅនឹងការវឹកហាត់សត្វដំរីឬក៏ជំនាញអីផ្សេងនេះឯងណាបងប្អូនអញ្ចឹងឥឡូវនេះខ្ញុំសូមលម្អិតសំណេរដែលបង្ហោះតាមរយៈកណនី Facebook របស់លោកសូនសុភ័ក្របងប្អូនណាដែលគាត់បានសរសេរបញ្ជាក់ថាលោកតិតឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មនឹងទទួលជួបលោកទ្រីស៊ីថេងដែលជាមដំរី Lucky នៅថ្ងៃទី3ខែកក្កដាឆ្នាំ2025តាមពិតលោករដ្ឋមន្ត្រីគ្រងជួបលោកទ្រីស៊ីថេងនៅក្នុងថ្ងៃនេះតែមដំរីគាត់ជាប់រវល់នៅខេត្តកំពង់ស្ពឺទើបលើកពេលទៅក្នុងថ្ងៃស្អែកខ្ញុំមិនអាចដឹងរឿងផ្ទៃក្នុងរវាងលោកទ្រីស៊ីថេងជាមួយនឹងអង្គការវ៉ាឡាយអាឡៃអិនយ៉ាងណានោះទេរហូតលោកបានលាឈប់ពីការងារខ្ញុំសង្ឃឹមថាជំនួបនៅក្នុងថ្ងៃស្អែកនឹងមានដំណោះស្រាយសម្រាប់លោកទ្រីស៊ីថេងសម្រាប់កំណត់ខ្ញុំលោកទ្រីស៊ីថេងគួរទទួលបាននូវក្របខ័ណ្ឌនៅក្នុងអង្គភាពរដ្ឋបាលព្រៃឈើដែលអាចវិលត្រឡប់ទៅមើលថែ Lucky វិញបានតើបងប្អូនណាខ្លះដែលចង់ឲ្យលោកទ្រីស៊ីថេងវិលទៅជួប Lucky វិញនេះសំណួរពីខាងលោកសូនសុភ័ក្របងប្អូនអ្នកដែលគាត់តាមដានរឿងរ៉ាវរបស់ដំរីដែលឈ្មោះថា Lucky ហើយនឹងលោកទ្រីស៊ីថេងដែលជាដំរីអញនិយាយបានថាស្មើជាឪពុករបស់លាក់គីណាចង់ឲ្យលោកទ្រីស៊ីថេងហ្នឹងត្រឡប់ទៅខាងភ្នំតាម៉ៅមើលថែលាក់គីវិញឬអត់បងប្អូនជួយខមមិនទាំងអស់គ្នាបងប្អូនណាដាក់ម្នាក់មួយមកពីព្រោះនេះគឺជាមនោសញ្ចេតនាមួយដែលវាអត់អាចកាត់ផ្ដាច់បានណាបងប្អូនវាធម្មតាបងប្អូនយើងគិតថាមនុស្សនឹងមនុស្សមនោសញ្ចេតនារវាងឪពុកកូនរវាងម្ដាយកូនអីចឹងទៅជ្រាលជ្រៅក្នុងកម្រិតណាមួយប៉ុន្តែនេះធ្វើទៅបាត់ថាមួយខាងជាសត្វមួយខាងជាមនុស្សមែនបងប្អូនណាប៉ុន្តែក្តីស្រឡាញ់ការថែទាំនេះបើសិនជាយើងយកអារម្មណ៍អ្នកស្រឡាញ់សត្វអ្នកធ្លាប់ចិញ្ចឹមសត្វមិនថាសត្វសេកមិនថាសត្វឆ្កែមិនថាសត្វដំរីឬក៏ប្រភេទសត្វអីផ្សេងដែលជាប្រភេទសត្វចិញ្ចឹមទេអ្នកដែលគាត់ធ្លាប់ចិញ្ចឹមសត្វបានគាត់យល់អារម្មណ៍ដែលក្តីស្រឡាញ់ដែលមានចំពោះសត្វហ្នឹងគឺវាធំធេងប៉ុណ្ណាសត្វហ្នឹងគឺវាមានក្តីស្រឡាញ់មនោសញ្ចេតនាជាមួយនឹងគាត់ដែលជាម្ចាស់ចិញ្ចឹមហ្នឹងក្នុងកម្រិតណាប៉ុន្តែនៅក្នុងคลิปវីដេអូមួយដែលលោកទ្រីស៊ីថេងគាត់បានបង្ហោះកាលពីថ្ងៃទី30មិថុនា2025ហ្នឹងបងប្អូនណាអ្នកដែលមិនធ្លាប់ចិញ្ចឹមសត្វអ្នកដែលមិនធ្លាប់ស្រឡាញ់សត្វក៏បេះដូងរង្គោះរង្គើអស់ដែរបេះដូងរង្គោះរង្គើរំជួលរហូតដល់ទុកទឹកភ្នែកអត់បានណាបងប្អូននេះគឺខ្ញុំមើលខមមិនណាបងប្អូនណាខ្ញុំមើលខមមិនរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលគាត់ចូលទៅខមមិនគាត់ថាគាត់អត់ដែលចិញ្ចឹមសត្វហើយគាត់ក៏មិនមែនជាអ្នកស្រឡាញ់សត្វដែរប៉ុន្តែនៅពេលដែលបានឃើញសកម្មភាពរបស់សត្វដំរីដែលឈ្មោះថា Lucky ដែលនោះគឺជាសកម្មភាពស្ដែងពីអារម្មណ៍ខាងក្នុងរបស់សត្វដែលមិនមែនជាការសម្ដែងសត្វវាអត់ចេះសម្ដែងទេបងប្អូនមានថាអារម្មណ៍មនោសញ្ចេតនាខាងក្នុងរបស់វាបែបម៉េចចេញមកគឺបែបអញ្ចឹងគឺបង្ហាញថាស្រឡាញ់ម្ចាស់បង្ហាញថាស្រឡាញ់លោកទ្រីស៊ីថេងដេញតាមហើយស្រែកហើយយំបងប្អូនសត្វដំរីវាយំទឹកភ្នែកដែលនៅសើមជាប់វងភ្នែករបស់សត្វដំរីដែលឈ្មោះថា Lucky ហើយស្រែកហើយព្យាយាមរត់កាក់ម៉ូតូម្ដងជា2ដងបងប្អូននេះគឺសកម្មភាពដែលចេញពីក្នុងរបស់សត្វអ្វីត្បិតតែសត្វមិនអាចនិយាយជាភាសាឲ្យយើងថាយល់បានថាយ៉ាងម៉េចមែនប៉ុន្តែគឺ Lucky បានបង្ហាញតាមរយៈសកម្មភាពរបស់ខ្លួនឯងផ្ទាល់តែម្ដងបញ្ជាក់ថាត្រូវការស្រឡាញ់មិនចង់ឃ្លាតពីលោកឪពុកដែលមានឈ្មោះថាទ្រីស៊ីថេងដែលបានមើលថែ3បងថ្នាក់ថ្នមតាំងពីខ្លួនអាយុ6ខែប្រត់ពីម្ដាយអាយុ6ខែតាមដែលបងចយបានស្ដាប់នៅការសម្ភាសរបស់លោកទ្រីស៊ីថេងគាត់បានបញ្ជាក់ថានៅពេលដែលមកដល់គាត់បានបញ្ចុកទៅដោះគោទៅកាន់Luckyហ្នឹងបងប្អូនណាគឺ Lucky ទទួលអារម្មណ៍ថាចូលចិត្តលោកទ្រីស៊ីថេងលោកទ្រីស៊ីថេងក៏មានមនោសញ្ចេតនាជាមួយនឹងLuckyអញ្ចឹងក៏Luckyហ្នឹងព្រមទទួលលោកទ្រីស៊ីថេងយកមកធ្វើជាអ្នក
ចាថែទាំខ្លួនណាចាឲ្យនៅចិត្តខ្លួនណាចាបញ្ចុកទៅដោះគោហោហាយបង្ហាត់បង្រៀនហោហាយសពមុខសពគ្រប់រហូតតាំងពី6ខែរហូតដល់26ឆ្នាំពីព្រោះក៏មានបងប្អូនយើងខ្លះគាត់បានលើកឡើងដែរគាត់ថាដំរីមិនមែនងាយទេបើសិនជាដំរីនឹងមិនស្រឡាញ់ម៉ហ្នឹងទេចាគឺអាចជន់ម៉នឹងស្លាប់ទៀតចាបងប្អូនណាគឺមានអ្នកលើកឡើងបែបនេះទៀតអញ្ចឹងក្នុងមនោសញ្ចេតនារបស់លក្ខីដែលមានចំពោះលោកទ្រីស៊ីថេងដោយដែលលោកទ្រីស៊ីថេងក៏រៀបរាប់អញ្ចឹងតាមលោកទ្រីស៊ីថេងគ្រប់ជំហានពេលដែលលោកទ្រីស៊ីថេងគាត់ទៅផ្ទះទៅស្រុកអីលេងអីចឹងក៏មានសកម្មភាពថាចង់ទៅជាមួយហើយគាត់ហ្នឹងក៏ធ្លាប់យកទៅជាមួយណាគាត់ទៅណាទៅណីហ្នឹងគឺតែងតែទៀមទាចង់ទៅតាមជាមួយនិយាយទៅគឺបាត់មកជំហានអត់បានចាំសំបីតាសំឡេងសន្ធឹកម៉ូតូបងប្អូនណាចាសន្ធឹកម៉ូតូដែលលោកទ្រីស៊ីថេងគាត់ធ្លាប់ជិះហ្នឹងចាលាក់គីហ្នឹងចំណាំហ្មងឲ្យតាថាលឺសំឡេងសន្ធឹកម៉ូតូចេញសំដែងនៅអាកប្បកិរិយាដែលចង់ទៅជាមួយឲ្យតាលឺសំឡេងសន្ធឹកម៉ូតូចូលគឺសំដែងនៅអាកប្បកិរិយានឹងស្វាគមន៍ទទួលចាបច្ចៈថានឹករលឹកអីអញ្ចឹងជាដើមអញ្ចឹងទៅចានេះគឺមនោសញ្ចេតនាចាដែលសត្វហើយនឹងមនុស្សដែលបង្ហាញចេញមកហ្នឹងគឺតាក់ទាញនៅការចាអាណិតអាសូរពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងច្រើនខមមិនបញ្ចេញនៅការចាយល់ឃើញថាគាត់តែមានដំណោះស្រាយណាមួយអាចឲ្យគាត់ចានៅក្បែរគ្នាបានមើលថែចាដំរីឈ្មោះថាលាក់គីនឹងបន្តទៅទៀតអីអញ្ចឹងទៅដោយនៅក្នុងហេតុផលស៊ីជម្រៅនៃការដែលគាត់ត្រូវបង្ខំចិត្តលាឈប់ពីអង្គការដែលគាត់ធ្លាប់បម្រើការងារក្នុងពេលកន្លងមកនោះយ៉ាងណាហ្នឹងគឺដំបូងដៃឡើងបងប្អូនប្រជាពលរដ្ឋរបស់យើងហ្នឹងគឺគាត់អត់ដឹងរឿងទេចាគាត់អត់ដឹងរឿងថាតើហេតុផលអីបានជាគាត់ត្រូវបង្ខំចិត្តលាឈប់ទេម្នាក់ហ្នឹងគឺចាបញ្ចេញអារម្មណ៍ដែលអាណិតអាសូរទៅកាន់សត្វដែលសត្វវាស្រឡាញ់ម្ចាស់ហើយក៏បញ្ចេញនៅអារម្មណ៍ដែលចាអាណិតម្ចាស់ដែលត្រូវឃ្លាតឆ្ងាយពីសត្វដែលខ្លួនឯងចិញ្ចឹមមើលថែចាត់ទុកស្មើទៅនឹងកូនស្រីណាចាប្រពន្ធដំរីហ្នឹងចាឈ្មោះថាលាក់គីហ្នឹងគឺភេទស្រីអាយុ26ឆ្នាំហើយគិតមកដល់ពេលនេះគឺគាត់រាប់តាំងពីពេលលាក់គីហ្នឹងចូលមកជួបគាត់នៅក្នុងទឹកដីភ្នំតាម៉ៅហ្នឹងគឺគាត់រាប់យកថ្ងៃហ្នឹងជាថ្ងៃខួបកំណើតរបស់ដំរីដែលឈ្មោះថាលាក់គីហ្នឹងតែម្ដងបងប្អូនណាចាអញ្ចឹងមតិរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងហ្នឹងគឺភាគច្រើនបែបនេះឯងឥឡូវនេះមានការបញ្ជាក់តាមរយៈចាគណនី Facebook របស់លោកសូនសុភ័ក្រតាក់ទងទៅនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មផ្ទាល់តែម្ដងដែលមានមតិបងប្អូនយើងខ្លះនៅពេលដែលដឹងរឿងថាលោកទ្រីស៊ីថេងហ្នឹងមិនមែនជាបុគ្គលិកឬក៏មន្ត្រីជាប់កិច្ចសន្យាអីជាមួយនឹងខាងក្រសួងកសិកម្មឬក៏ខាងរដ្ឋបាលព្រៃឈើអីនោះទេអញ្ចឹងហើយក៏ពួកគាត់មានការលើកជាសំណើខ្លះមកថាអញ្ចឹងបើសិនជាលោកទ្រីស៊ីថេងនេះពីមុនជាបុគ្គលិកអង្គការចាផ្សេងអញ្ចឹងឥឡូវគាត់ឈប់ហើយអាចថាខាងក្រសួងហ្នឹងយកគាត់មកចូលក្របខ័ណ្ឌរដ្ឋអីបានឬអត់ណាមានទូនទីណាមួយអាចឲ្យគាត់បំពេញធ្វើការងារនៅភ្នំតាម៉ៅនឹងបន្តទៀតឬក៏អាចថាមើលថែសត្វដំរីចាឈ្មោះថាលាក់គីនឹងបន្តទៀតបានឬអត់ពីព្រោះការលះបង់ក្តីស្រឡាញ់ដោយបេះដូងរបស់គាត់ក្នុងការស្រឡាញ់សត្វសង្គ្រោះសត្វក្នុងរយៈពេលចាជាយូរមកហើយចា30ឆ្នាំដែលគាត់បំពេញនៅទូនីតិនេះអាចថាល្មមចារៀបចំអាចឲ្យគាត់ចូលក្របខ័ណ្ឌរដ្ឋបានឬអត់អីអញ្ចឹងណាបងប្អូនណាហ្នឹងហើយចានេះគឺជាការចាលើកឡើងរបស់បងប្អូនយើងមួយចំនួននៅពេលដែលដឹងថាលោកទ្រីស៊ីថេងហ្នឹងគឺអត់មែននៅក្រោមចាក្របខ័ណ្ឌរបស់ក្រសួងដែលពាក់ព័ន្ធនោះទេហ្នឹងហើយគាត់បុគ្គលិករបស់អង្គការក្រៅរាជរដ្ឋាភិបាលដែលមានឈ្មោះថាអីគេបងប្អូន Wildlife Alliance ចាដល់កអត់សូវចេះអង់គ្លេសនិយាយខុសរហូតហ្នឹងហើយចាអញ្ចឹងយើងតាមដានបន្តទៀតបងប្អូនក្នុងថ្ងៃស្អែកចាពួកគាត់នឹងជួបគ្នាហើយថាតើនឹងមានដំណោះស្រាយឬក៏លោកទ្រីស៊ីថេងនេះចានឹងអាចវិលត្រឡប់ចាចូលទៅក្នុងទឹកដីធ្វើការនៅខាងភ្នំតាម៉ៅមើលថែចាសត្វដំរីដែលមានឈ្មោះថាលាក់គីនឹងវិញឬអត់ឬក៏យ៉ាងណានេះខ្ញុំធ្វើការតាមដានហើយយកមកជម្រាបជូនទៅកាន់បងប្អូនជាបន្តទៀតផងដែរគណៈពេលនេះខ្ញុំក៏សូមបញ្ចប់ត្រឹមប៉ុណ្្នេះរាល់ការខុសឆ្គងចំពោះការលើកឡើងក៏សូមអភ័យទោសជួបគ្នាជាមួយបងប្អូននៅព័ត៌មានក្រោយៗជាបន្តសូមអរគុណ